ចាបងបងថ្ងៃនេះមានមកហូបថ្មីទៀតហើយគឺត្រីប្រម៉ាជីនពងទាមកធ្វើញ៉ាំទាំងអស់គ្នាបងបងគាត់តែគ្រឿងផ្សំគឺងាយស្រួលមែនតើហើយចំពោះត្រីប្រម៉ាជីនពងទាបងបងគាត់តែមើលវីដេអូនេះចប់អាចធ្វើបានញ៉ាំភ្លាមងាយស្រួលមែនតើគឺបងបងមានសាច់ជ្រូក3ជាន់ត្រីសាច់ត្រីប្រម៉ាចិញ្ច្រាំពងទាប្រៃ1គ្រាប់ពងទាសាប4គ្រាប់គ្រឿងផ្សំផ្សេងគឺមានម្សៅស៊ុបស្ករសខ្ទឹមសនិងប្រេងខ្យងបងចំពោះសាច់ត្រីប្រម៉ាបងចង់ឲ្យត្រីប្រម៉ាឈ្ងុយទិញពីផ្សារមកបងយកទៅអាំងខ្ចប់ស្លឹកចេកអាំងត្រីប្រម៉ានឹងសិនត្រីប្រម៉ាពេលអាំងបងដាក់ខ្ទឹមសចូលគល់ស្លឹកគ្រៃវែងហើយនិងស្លឹកក្រូចសើចខ្ចប់ជាមួយស្លឹកចេកទៅអាំងសិនឲ្យឆ្អិនណាបន្ទាប់មកឆ្អិនហើយបងដកស្លឹកចេកនិងស្លឹកក្រូចសើចហើយនិងគល់ស្លឹកគ្រៃចេញហើយបេះឆ្អឹងត្រីប្រម៉ាច្រាំឲ្យម៉ត់រួចហើយបានយកត្រីប្រម៉ានោះមកលាយជាមួយនឹងគ្រឿងផ្សំណាដូចជាមានសាច់ជ្រូក3ជាន់ពងទាប្រៃ1គ្រាប់ហើយពងទាសាប4គ្រាប់ហើយគ្រឿងផ្សំផ្សេងស្ករសម្សៅស៊ុបហើយនិងប្រេងខ្យងចាបងចង់ដាក់ខ្ទឹមសថែមឲ្យច្រើនគឺកាន់តែឈ្ងុយបន្ទាប់មកច្របល់គ្រឿងផ្សំហើយបងយកមកជិះនឹងខ្ទះនឹងត្រឡប់បែបអញ្ចឹងទៅណាងាយស្រួលមែនតើញ៉ាំឆ្ងាញ់ណា